ត្រូវការពេលវេលាសម្រាប់ក្នុងមួយថ្ងៃមាន24ម៉ោងមានពេលវេលាសម្រាប់ធ្វើការមានពេលវេលាសម្រាប់គេងនិងមានពេលវេលាសម្រាប់ការសម្រាកកម្សាន្តផ្សេងៗចុះបើយើងចំណាយពេលវេលាទៅលើរឿងណាមួយលើសលប់ពេកតើវានឹងមានអ្វីកើតឡើងប្រាកដណាស់វានឹងនាំផលវិបាកដល់យើងសាក់ស្រមៃដល់មនុស្សជនវាក៏ចេះទាមទារពេលវេលាសម្រាប់សាកថ្មឬសម្រាកម៉ាស៊ីនបន្តិចទើបបន្តដំណើរការតទៀតបានមនុស្សយើងក៏ត្រូវការពេលវេលាសម្រាកដើម្បីផ្ដល់ថាមពលឲ្យខ្លួនឯងមានកម្លាំងត្រឡប់មកវិញបើមួយថ្ងៃយើងរវល់មិនឈប់រវល់ដោយគ្មានគោលដៅរវល់តែរឿងរញ៉េរញ៉ៃស្មុគស្មាញជាមួយរឿងដដែលដោយមិនព្រមប្រឡែងវាសោះនោះជើងនឹងហន់គឺហត់នឿយទាំងចិត្តហត់នឿយទាំងកាយព្រោះតែរវល់ដែលគ្មានគោលដៅច្បាស់លាស់